ពីកោកន្លែងឡើងដល់ទឹកវិញហ្នឹងបាទអញ្ចឹងខាងមានពីរទីមួយគឺប្រវត្តិនៃការកកើតនិងរីកចម្រើនកងទ័ពជើងទឹកដែលមានវរៈយុវត្រីចងវិជ្ជាការបាទមានផ្នែកស្រាវជ្រាវចងក្រងប្រវត្តិកងទ័ពនិងការវិវត្តព័ត៌មានស្នងការដ្ឋានឃោសនាព័ត៌មានបញ្ជាការដ្ឋានកងទ័ពជើងទឹកបាទហើយខ្លឹមសារទី2គឺការបង្កើតគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រដែលមានឯកឧត្តមនាវីតូជំសវ័ក្សប្រធាននាយករដ្ឋបាលអគ្គលេខាធិការគណៈកម្មការជាតិសន្តិសុខលំហសមុទ្របាទអញ្ចឹងដើម្បីកុំឲ្យពេលវេលាកាន់តែទៅមុខយូរទៀតឥឡូវនេះបង4 12ជាងហ្នឹងសូមអញ្ជើញវរៈនាវីត្រីចនវិទ្យាបានធ្វើបទពិសោធន៍យើងចូលទឹកម្ដងហើយដែលបងមកទៅរកបានភាសាផ្លាស់បាយហើយគេគ្មិនចាប់បានលោកគិតគេជឿគាត់បានបងតែផ្លាស់បាយអំពីប្រវត្តិជាការនៃសម័យកាលនៃប្រវត្តិសាស្ត្រជាថងសូមអរគុណសន្តិភាពអរគុណនយោបាយឆ្នើឆ្នះdanគុណស្ថាប័នផ្នែកទេហើយនឹងគាត់បាត់កោនយោបាយឆ្នើឆ្នះដែលនាំមកសន្តិភាពនិងការអភិវឌ្ឍជាតិពេញលេញបាទជាក្រុមខ្ញុំបាទសូមគោរពលោកអង្គឧត្តមសេនីយ៍តូពីសុខេនមានវិជាការរងយុទ្ធវិទ្យាទី3ហើយបងឧត្តមសេនីយ៍តូសៃសាវិធីនាយកវិជាការភាសាយោធាក្រសួងការទូតជាតិនិងលោកបណ្ឌិតគេជាវនិងអង្គវិធីអង្គសិក្ខាសាលាទី4ខ្ញុំបានបរិយាវិត្រីចង់វិជាការមានផ្នែកស្រាវជ្រាវចងក្រងរបស់កងទ័ពហើយបានព័ត៌មានសម្រាប់ឧស្សាហព័ត៌មានវិជាការបន្តកងទ័ពទឹកខ្ញុំនឹងធ្វើបទបង្ហាញអំពីចម្លាក់កងទ័ពទឹកដែលបានឆ្លាក់នៅលើស្ទូបានសិក្សាពីយោបល់វិជ្ជារបស់ទី7ក្នុងនោះផងដែរចម្លាក់របស់កងទ័ពទឹកមានវេទិកាចំនួន9ទី1យើងនិយាយពីភាពរួមនៃចម្លាក់កងទ័ពទឹកដែលបានឆ្លាក់នៅលើស្ទូដោយរាល់ហើយនេះជារូបភាពដែលយើងបានធ្វើការតាក់តែងឡើងសម្រាប់ចុងក្រោយពីរូបភាពបែបនេះហើយចម្លាក់ផ្ទាល់គឺបងប្អូនអាចទៅមើលផ្ទាល់នៅរបស់ទី7ឬពេលដែលយើងខែផ្សាយឬក៏ពេលចង់អភិការណានេះក្នុងនេះយើងមានមួយចំណុចហើយទី1គឺយើងនិយាយពីប្រវត្តិកាលតើពីផងដែរក៏អរគុណដល់លោកបណ្ឌិតផងដែរដែលបានផ្ដល់នៅសាវតាមានកងទ័ពទឹកដែលជាចំណេះដឹងថ្មីមួយដល់ខាងកងទ័ពទឹកក្នុងការសិក្សាតែជាបន្តផងដែរប៉ុន្តែចម្លាក់យើងគឺសូមនិយាយត្រឹមរាជការសម័យរដ្ឋាភិបាលទី2ដោយក្នុងនេះដែរគឺជាការដឹកនាំបញ្ជាកងទ័ពទឹកចាប់ពីសម័យមហាអាណាចក្រខ្មែរដឹកនាំដល់រដ្ឋាភិបាលទី2នៅក្នុងអំឡុងឆ្នាំ1177ដែលប្រវត្តិទី7គាត់បានដឹកនាំកងទ័ពទឹកមហាអាណាចក្រខ្មែរច្បាំងដេញនគរចម្បាចេញពីដែនដីដែនទឹកនៃមហាអាណាចក្រខ្មែរដែលជាសមរភូមិនៅលើទឹកដែលមានភាពកាត់ចាក់យ៉ាងខ្លាំងក្លាមួយនៅទន្លេ4ហើយក៏ជាសកម្មភាពមួយបានឆ្លាក់នៅលើប្រាសាទបាយ័ននៅជញ្ជាំងខាងត្បូងគឺខាងលិចដែលជាសមរភូមិជើងទឹករវាងចម្បានិងកងទ័ពជើងទឹកអាណាចក្រខ្មែរយើងអាចពេលយើងទៅសាស្ត្រយន្តនឹងអាចឈាមចូលទៅបានគឺមានកត្តាឆ្លាក់នៅទីប្រាសាទហើយចំណុចបន្តគឺយើងនិយាយពីទូរទស្សន៍ព្រះកិច្ចរបស់កងទ័ពជើងទឹកចំណុចនេះទីផងដែរគឺកងទ័ពជើងទឹកចង់បង្ហាញពីព្រះកិច្ចរបស់ខ្លួនដែលកំពុងតែអនុវត្តនិងបន្តអនុវត្តហើយក៏ជាការដាស់ស្មារតីមួយដែរដល់យុវជនរបស់ក្រោយឲ្យចូលរួមការពីសន្តិភាពដែលកម្រដែលពិបាកនឹងរកមកវិញបាននេះគឺជា
នេះតែកងប្រតិបត្តិការវត្តហើយក៏សូមសំណងយុវជនរបស់ក៏ចូលរួមការពីសន្តិភាពនេះគឺមិនថាជាទឹកជើងគោកជើងអាកាសយើងតែស្នាដៃមួយគឺស្នេហាជាតិស្រឡាញ់ជាតិស្រឡាញ់ទឹកដីដោយយើងបានកំពុងតែជួបអភិវឌ្ឍន៍នេះសង្គ្រាមរវាងកម្ពុជាថៃហើយនេះគឺជាស្មារតីមួយដែលជាទៅប្រំប្រែងអនុវត្តបន្តសារសន្តិភាពដែលយើងទទួលបានដោយកម្រចូលដល់ចំណុចទី4នេះគឺជាការសិក្សាស្រាវជ្រាវមួយរបស់ក្រុមការងាររបស់សាស្ត្រของប្រតិបត្តិគឺបានរកឃើញក្រិតលេខ443 នសចុះថ្ងៃទី6 ខែកញ្ញាឆ្នាំ1954ដែលបានបញ្ជាក់ថាកងទ័ពជើងទឹកត្រូវបានបង្កើតឡើងនៅថ្ងៃទី1 ខែមីនាឆ្នាំ1954គឺជាកិច្ចពិសាបារាំងដែលយើងជាយើងសិក្សាស្រាវជ្រាវរកមកតែវិជាសាស្ត្រដោយសារតែវាជាតតាមួយបញ្ជាក់ថាកងទ័ពជើងទឹកពិតជាការមានពេលនោះមែនក្រោយយើងទទួលបានឯករាជ្យពីបារាំងវិញហើយចំណុចនេះគឺយើងបានយកមកឆ្លាក់នៅលើប្រាសាទទៅតែគេកាត់ជាភាសាខ្មែរទេដោយសារកណ្ដាលនៃចម្លាក់កងទ័ពទឹកចំណុចទី5នេះគឺជានិមិត្តសញ្ញាកងទ័ពទឹកវាជាតសញ្ញាមួយសម្គាល់ឲ្យកងទ័ពទឹកគឺមានវិធីការនេះគឺជាវិធីសញ្ញាទៅពីជាន់មានបាទ5ត្រង់ខាងស្ដី2ខាងក្រោមគឺវិធីការដំណើរឲ្យកងទ័ពទឹកហើយនេះគឺកណ្ដាលវាជាសត្វទេពមួយដំណើរអង្គភាពអង្គអាចខ្លាហានจากកងទ័ពទឹកបានបាច់និមិត្តសញ្ញានេះមកជាដំណើរនៃកងទ័ពទឹកផងដែរហើយគឺនិមិត្តសញ្ញានេះក៏បានឆ្លាក់នៅលើស្នូលជួយនេះចូលដល់ចំណុចទី6គឺក្រោយលំដាប់ពីមករាឆ្នាំ2014អង្គភាពទឹកមានជាការដឹកនាំចំនួន4រូបយើងបានឃើញក្នុងរូបនេះហើយរូបគាត់ទាំង4ក៏បានឆ្លាក់នៅស្នូលផងដែរមួយគឺសមាជិកបានមានវិធីជួយចុះជាប្រធានស្នងការជើងទឹកនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសហើយគេថាពីបានតាមនេះក៏មន្ត្រីក្រសួងការពារប្រទេសគឺឆ្នាំ1984ដល់ឆ្នាំ1993ក្រោយពីបោះឆ្នោតរួចក៏មានទឹកបានដូរមានជាការថ្មីគឺដល់ពីឯកខាងមានជាការកងទ័ពជើងទឹកចាប់ពីឆ្នាំ1993ដល់2009ចូលដល់វិជាការទី3គឺមានរំវិវិជាវិញតើខ្ញុំសូមនិយាយបកក្រោយបន្តិចក្រោយពីយើងទទួលបានចេញអ្នកពីមករាមកកងទ័ពទឹកគឺការប្រកបឈ្មោះថាកាយឡៃជើងទឹករបស់ស្នងការប្រយុទ្ធគឺអារម្មណ៍ពីវិញពីនោះគឺជាសមាជិកពីវិញជាប្រធានកាយឡៃក្រោយមកអារម្មណ៍ត្រូវបានជួបទៅសិក្សានៅប្រទេសវៀតណាមចឹងចំនួនមកវិញគឺសមាជិកមួយសុខក្រោយពីសមាជិកមួយសុខបានចប់យើងបានកាន់តែទៅអារម្មណ៍អង្គកម្មបានតចឹងត្រឡប់មកវិញនៅឆ្នាំ2009អារម្មណ៍ពីវិញបានទទួលតំណែងជាមេធាវីការកងទ័ពជើងទឹកជាទី2ក្រោយមកនៅឆ្នាំ2010គណៈកម្មការជាតិសន្តិសុខរបស់បានកើតគឺបានតែងតាំងអាដាមពីវិញជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខរបស់សម្បត្តិហើយទីទៀតនេះអាដាមចំសម្បត្តិរបស់ฝ่ายកម្មការតែអាដាមក៏ជាផ្នែកមួយនៃការបង្កើតគណៈកម្មការជាតិសន្តិសុខផងដែរនឹងនៅចុងក្រោយនេះគឺថ្ងៃទី4 ខែកុម្ភៈឆ្នាំ2014ហើយដល់ពីវិញត្រូវបានតែងតាំងជានាយរដ្ឋមន្ត្រីអគ្គនាយកការរដ្ឋាភិបាលរបស់កម្ពុជាខ្ញុំសូមរំលឹកបញ្ជាក់បន្តិចដែរគឺអារម្មណ៍ពីវិញគឺជាបុគ្គលទី1ដែលបានឡើងក្នុងឋានៈស័ក្តិជានាយរដ្ឋមន្ត្រីក្នុងប្រវត្តិសាស្ត្រកងទ័ពទឹកគឺមានអារម្មណ៍មួយទេដែលទទួលបានរំលាក់ជានាយរដ្ឋមន្ត្រីគឺជាបុគ្គលទី1ទទួលបានឋានៈខ្ពស់ទី1នៅក្នុងកងទ័ពទឹកផងដែរហើយបច្ចុប្បន្ននេះអត់បានខ្លាយទៅជារដ្ឋាភិបាលក្រសួងការពារផងដែរចូល
ដល់មានជាថាបន្ទាប់គឺអង្គវិអាយជាសំខាន់គាត់បានឡើងទៅជាមានជាថាទឹកនៅថ្ងៃទី13ខែកុម្ភៈឆ្នាំ2025ហើយដែលគាត់ប្រកាសគឺថ្ងៃ25ខែកុម្ភៈផងដែរហើយខាងខ្ញុំនេះក៏កំពុងមានអ្នករៀបចំកម្មវិធីនៅពីវិជាការដែរហើយពួកខ្ញុំនេះចូលពេលកម្មវិធីនេះគឺជាវិជាការទាំង4រូបក្រោមបន្ត7មករាយើងចូលទៅចំណុចបន្ទាប់គឺក្នុងចម្លាក់កងទ័ពជើងទឹកផងដែរក៏បានឆ្លាក់នៅរូបកោះពូលវៃបងប្អូនខ្លះមិនអាចស្គាល់ហើយកោះពូលវៃច្បាស់ជាមាន2តែឥឡូវយើងឃើញមានតែមួយគូលហេតុអីហើយការសម្រេចពីក្នុងកោះជើងទឹកគឺសម្រេចបកោះយាយដើម្បីយកមកដាក់ឆ្លាក់នៅក្នុងនេះដោយសារតែកោះនេះមានព្រឹត្តិការណ៍មួយបានកើតឡើងនៅអំឡុងឆ្នាំ1970ជាងក្នុងសម័យនោះគឺការបានកិច្ចរវាងកងវិជាចរកម្ពុជាជាមួយនឹងកងរៀនរបស់បាម៉ាចកែរបស់អាមេរិកដែលធ្វើដំណើរពីក្រុងសៃហ្គនទៅប្រទេសថៃដោយការផ្លាស់ប្ដូរទៅនៅក្នុងតំបន់សាស្ត្រមួយចំនួនក៏ធ្វើឲ្យការបាត់កិច្ចនេះគឺកងកម្លាំងខ្មែរបានចាប់កម្លាំងបោះកងរៀនរបស់អាមេរិកមកយ៉ាងហ្នឹងយកមកដាក់នៅកោះតាំងដោយជាការបានកិច្ចនេះមួយយើងបានដាក់នៅក្នុងថ្ងៃទី2ថ្ងៃ15ឧសភាឆ្នាំ1975នេះគឺជាការបានកិច្ចមួយដែលការសិក្សាផ្នែកជ្រើសយើងក៏អត់ទាន់បានចប់នៅលើមួយនេះដែរហើយកំពុងតែសិក្សាបន្តតែក៏ជាការមួយជារឿងមួយដែលយើងយកមកឆ្លាក់ពីទឹកតាំងនៅលើស្ទូកនេះគឺជាការប្រវត្តិសាស្ត្រមួយដែលកងទ័ពជើងទឹកមានសម័យនោះបាននេះធ្វើឡើងមកហើយយើងដឹងហើយកោះតាំងនេះក៏មិនមែនជាប្រវត្តិយកក្រោយតែការបានគេទេតែគឺបច្ចុប្បន្ននេះយើងកំពុងរកអតិថិរបស់ជាអាមេរិកបានស្លាប់នៅលើកោះតាំងនេះនៅក្នុងប្រទេសនេះគឺសពថ្ងៃគឺកងការពារកោះតាំងកំពុងតែស្វែងរកអតិថិដើម្បីជួយទៅខាងកោះតាំងនេះដែរមួយរយៈក្រោយយើងមានការដាច់ការតំណងជាមួយនឹងកងទ័ពអាមេរិកក៏យើងអាចវិញតែឥឡូវយើងកំពុងតែបន្តទៀតធ្វើការរកអតិថិបន្តនៅលើកោះតាំងបន្តទៀតហើយវាជាកត្តាមួយដែលយើងយកមកឆ្លាក់នៅលើស្ទូអនុស្សាវរីយ៍កោះកុងចំណុចបន្ទាប់គឺសង្គ្រាមនៅទន្លេសាបហេតុអីបានកងទ័ពជើងទឹកយកសង្គ្រាមនៅទន្លេសាបមកឆ្លាក់នៅលើស្ទូកោះកុងមកនេះគឺវាពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្នះយើងបានដឹងថាការអនុវត្តនយោបាយឈ្នះឈ្នះនៅការជំនាញទាំង3ប៉ុន្តែក្នុងយុទ្ធសាស្ត្រទី2គឺយើងមានយុទ្ធសាស្ត្រខាងផងដែរដែលលោកសែនរវត្តបងសៃសាវិធីវិមិនផ្សេងៗទៀតបានបកស្រាយយ៉ាងបោះបាយកងទ័ពជើងទឹកក៏ជាចំណែកមួយនៃប្រតិបត្តិការនយោបាយឈ្នះឈ្នះដែរគឺជាការធ្វើសង្គ្រាមបោះសម្អាតតំបន់ទន្លេសាបដែលបានដាក់នៅខាងលើនេះគឺមានស្មោះពីក្តារគឺការនៅ5ឆ្នាំ1984 1985គឺបោះសម្អាតកងកម្លាំងខ្មែរក្រហមនៅចូលជើងរបស់កំពង់ឆ្នាំងជាពិសេសក្តារបំផុតគឺឆ្នាំ1991គុំ3គុំគឺវិធានការនោះគឺសង្គ្រាមខ្លាំងកងទ័ពជើងទឹកដើម្បីទៅថៃខ្ញុំដឹងរឿងនេះច្បាស់ក៏មិនមែនថាខ្ញុំមើលឯកសារមួយដែលខ្ញុំក៏អត់ទាន់ដែរតែខ្ញុំក៏ជាអតីតវិធានជើងទឹកដែលចូលមកជាមួយគាត់ថាបាយនៅលើទូចៅនេះដែលយើងឃើញនោះគឺជើងទឹកទៅធ្វើសង្គ្រាមប្រើទូឈើនេះច្រើនកែវទៅច្បាស់ជាមួយខ្មែរក្រហមដោយពេលបានជើងទឹកអីលំបាកមិនព្រោះយើងដឹងហើយនៅលើសាបមានកន្លែងណាបោះត្រៃយើងចូលហូបបាយទេមានតែទូចូលព្រៃត្រៃឬចូលការស្នោគាត់ថាចូលដល់ហ្នឹងទៅបែបហងរឿងឃើញក៏គាត់បែបការស្នោហូបទៅ
ấy cái bằng sao con này con trâu thì kia như của người ta cái con là cả bây giờ như thế còn là thì giấy chứ các cái con phải cung qua rồi chỉ là cung là con tại bàn cho cả sự riêng còn vô chứ bạn cho nên chúng tôi tất cả vậy chứ bạn lúc bằng được người ta người ta hay là lúc như tụi mất càng như tụi con càng như ngày lúc mà thì người còn vài khó này cần ấu nít thì chúng tôi có mỗi miền xa này còn lại là không sự kiện gì sao chỉ sẽ bàn chỉ có mỗi nạn được ngon trong cái tinh thần bằng người ra hôm nay tại miền mặt trời na đồng nằm sạ tại đồng nằm xây dựng tiếp và chỉ được lựa chọn đi vòng này những bàn như sự bạn vô cầm đầu biết chịu lại rồi nó được trên có phần mình tôi cứ vô tôi có mình xa đây cứ lòng về ăn quần của bạn thế này bạn mình như bạn đang nói đi vô tôi có mình xa đây và phát nơi tất cả lấy những châu tất bài nó tam bất chứ con tôi những tất nên cho tôi có chỉ tra tiếp tại bóng ra ca không về ăn quần nhiều bạn thế này bằng cái những sông lưng cho cái như thế cứ thì ngôi cứ thì bây giờ thôn về tại đường mới xây bà ra của bà chim đấy trong một bằng tận hoặc xa nhiều khi Campuchia Việt Nam và bà cao đi là món chim đấy mình là bà lo là rất là cao và sản như thế nâng việc đi phí cứ việc đi rồi làm đấy xem ca đấy cứ chỉ vì là bà cao ca bà tôi chỉ biết vận tải vì lý với bàn với ca các chỉ chung cho bạn các con cùng cu từ cái là cho số sống tốt nên tạm con tại dương nên chạy sai cứ vì mới ở máy cả mà là chung sai và lo mai con thì với lý vì công của cùng sáu ngon có phong hai mô tham sản phẩm riêng nên sản phẩm cái tết đất bàn ba thì với lý vì con có cùi váy thì có táo mà còn gì bây giờ làm gì nó là lòng không thì đồ một bình chân còn cái tất sản phẩm đã dù tôi tôi là cái sản đấy thì mình đi biết được và chỉ làm mình sau đi chỉ mình sẽ không này còn đây cứ chia trường luận tại không thì tất mà tăng chia dùng lại và thì trong việc làm cao hay bàn sắp xa đến sau đầu tiên còn có tin tức là bàn score đầu tiên của vật nhà còn có tin tức hôm nay ai từng bu ca sắp xa đi dùng chia hay là mình dùng ăn tế so vật tích bò mình thực tích chống có bàn tiêu nên sự ăn mũi sầm rạp bẹn tệ sầm rạp chỉ còn mình dùng ăn mũi dùng luôn này để vì còn có tin tức con hãy còn viên dùng ăn đầu tiên dùng lạc con thân bài chấm sự bao nhiêu cặp bất công đừng chạy đừng chạy đi hay là sao tôi mình ca phải chỉ cái là nước ngon là mình chỉ ca còn cái tết của trộn mình từ cả người ngon thế cho nhiều tôi mình ca phải cho mặt toàn hình của tôi làm thế chạm những sông mà lại còn rối nhưng mình kia nó khang chiến hàng và sao những tết còn chạy đó và cái từ của mình muốn là mình chui và đây tao bẻ thì tao này bao nhiêu chút bao của mình còn tôi mình tân và sông cao hay sông vì tôi rò của họ phát công này rồi hai mấy người trong rồi mình chỉ biết mình là sao đây này chỉ được tin môi được tin tí này rồi sau đây còn lo nó cứ trong con đã phơi chỉ còn hai con đã lâu tại tôi cứ không phải công chỉ bây giờ mấy con mình sao na nó là không phảiបាទសូមថ្លែងអំណរគុណដល់បងប្អូនអ្នកត្រីចងវិជ្ជាដែលបានធ្វើបងបង្ហាញស្ដីអំពីប្រវត្តិរបស់វិជ្ជាការខាងកងទ័ពជើងទឹកជូនអង្គសិក្ខាសាលាបានយ៉ាងបានអញ្ចឹងក្រោយពេលលោកវិជ្ជាត្រីចងវិជ្ជាបានធ្វើបងបង្ហាញថាតើអង្គសិក្ខាសាលារបស់យើងមានជាសំណួរពាក់ព័ន្ធជាមួយនឹងប្រវត្តិរបស់វិជ្ជាការខាងកងទ័ពជើងទឹកទេអត់ទេបាទ